សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមក unboxing ត្រីដែលទើបទៅនាំចូលហើយត្រីនេះគឺខ្ញុំទិញមកពីភ្នំពេញហើយត្រីហ្នឹងគឺទុកចោលនៅព្រះបុណ្យធម្មហ្នឹងគឺ2យប់2ថ្ងៃហើយយើងចង់ដឹងថាវានឹងងាប់ប្រមាណហើយរស់ប្រមាណអញ្ចឹងណាហើយខ្ញុំយកភាគច្រើនគឺប្រភេទពូជ Galaxy ហ្នឹងហើយមានត្រីធម្មតាខ្លះចង់ដឹងថាវានឹងងាប់ប្រមាណហើយសល់ប្រមាណយើងតតាហែកថងមើលទើបយើងដឹងខ្ញុំសង្ឃឹមថាវាងាប់តិចចុះហ្នឹងហើយក៏ងាប់ច្រើនពេកអូខេនេះគឺខ្ញុំបានស្រាយថងវាលើយើងមើលនេះគឺត្រីជុលធម្មតាទេប្រភេទវៀតណាមនេះវានៅរស់ធម្មតាទេសុខភាពវាមើលទៅគឺល្អដែរហើយនេះក៏វៀតណាមដែរនេះវាអត់តន់ស្លាប់ទេគឺនៅរស់ហើយនេះគឺនេះក៏វៀតណាមដែរហ្នឹងហើយពីចឹងគឺជុលវៀតណាមតែម្ដងហើយនេះក៏វៀតណាមទៀតនៅរស់ហ្នឹងហើយនៅរស់មើលទៅប្រហែលជាច្រើនដែរគ្នាយើងវាមិនប្រហែលជាវាមិនងាប់ច្រើននេះមើលទៅនេះក៏វៀតណាមដែរពេលច្រើនគឺប្រហែលជាវៀតណាមសឹងទាំងអស់ហើយនេះគឺងាប់មួយហើយងាប់នេះគឺវៀតណាមដែរគឺងាប់នេះគឺត្រីវៀតណាមវាបានងាប់បាត់ហើយនេះឡើងអណ្ដែតស្ពីងបាត់ហើយតែវាមានងាប់ប្រហែលក្បាលចាំមើលនេះក៏ងាប់ដែរនេះងាប់បាត់ហើយនេះក៏វៀតណាមដែរងាប់នេះក៏វៀតណាមដែរត្រីនេះប្រហែលភាគច្រើនគឺវៀតណាមច្រើនហើយនេះគឺជាវៀតណាមទៀតសិតតែវៀតណាមមើលទៅហើយនេះគឺនេះប្រហែលជាមើលសិននេះស៊ុបប្រេតគឺនៅរស់ស៊ុបប្រេតគឺស្អាតគឺត្រូវតែខ្ញុំយកវាមកប្រហែលជាយកវាមកធ្វើបាប្រកាត់ហើយហ្នឹងហើយវានៅរស់ហើយនេះវៀតណាមនេះនៅរស់មួយទៀតនេះគឺ Galaxy នេះ Galaxy ប្រភេទពណ៌ទឹកក្រូចលេខប្លែកលេខខ្មៅហ្នឹងហើយនេះគឺ Galaxy ដែរ Galaxy នេះលាយជាមួយពណ៌បេតងហើយពណ៌ទឹកក្រូចនៅរស់ហើយនេះក៏ជា Galaxy ដែរតែ Galaxy នេះប្រហែលជាអាចពូជផ្សេងព្រោះខ្ញុំអត់ដែរឃើញទេនេះស្អាតដែរនេះកតុយពណ៌ខៀវលោកវាស្អាតដែរហើយនេះគឺ Galaxy Galaxy នេះងាប់បាត់ហើយ Galaxy នេះ700បាត់ហើយស្ដាយមែនតើគឺស្អាតណាស្អាតទៀតណាហើយនេះគឺ Super Red នេះក៏បានងាប់បាត់ដែរស្ដាយណាស់អ្នកគ្នា Super Red គឺថៃខ្ញុំស្រឡាញ់ជាងគេគឺ Super Red ហ្នឹងហើយស្ដាយខ្លាំងមែនតើហើយចាំមើលវាមានងាប់ទៀតអត់នេះក៏ Galaxy Galaxy ងាប់មួយទៀតស្ដាយមែនតើនេះក៏ជាប្រភេទ Galaxy ដែរនេះក៏ស្អាតដែរនេះពណ៌រៀងប្លែកអត់ដែរឃើញផងហើយនេះគឺ Galaxy នេះក៏ Galaxy ដែរ Galaxy នេះពណ៌ដិតស្អាតដែរប្រហែលជាបាចាស់មើលទៅនេះគឺវៀតណាមងាប់មួយទៀតងាប់ប្រហែល3 4នេះនេះគឺ Samurai គ្នាយើងនេះគឺ Samurai នៅសុខភាពវានៅល្អអត់អីទេហើយចាំមើលយើងតើមានងាប់ប្រហែលនេះរស់រឿងនេះរស់ត្រីនៅរស់ប្រហែលជា10ក្បាលហើយស្លាប់ងាប់នឹង6ក្បាលហើយយើងលើកវាដាក់កែវសិនឲ្យវាបានមើលស្រួលមើលអូខេនេះគឺខ្ញុំលើកដាក់កែវហើយគឺសល់បាន14ត្រីហើយងាប់នឹង6ត្រីចឹងអស់វា20ត្រីអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយត្រីនេះគឺខ្ញុំយកមកខ្លះទុកកាត់ហើយខ្លះទៀតទុកលក់នេះ Super Red នេះគឺខ្ញុំទុកធ្វើបាប្រកាត់ដើម្បីយកពូជ Super Red ឲ្យបានច្រើនជាងនឹងទៀតហើយនេះគឺ Samurai នេះ Galaxy នេះ Galaxy ដែរនេះក៏វៀតណាមមើលទៅវៀតណាមពេលចឹងសុខភាពល្អហើយ Galaxy រៀងសង្កត់សង្កាត់តិចប្រហែលជាវានៅសង្ងល់ព្រោះយើងទុកវាចោលនៅព្រះបន្ថែមនឹងយូរពេក